ព័ត៌មានជាតិស្ថានភាពព្រំដែនកម្ពុជាថៃកើនកម្ដៅភ្នំពេញក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសនៅយប់ថ្ងៃទី10ខែមេសាឆ្នាំ2026បង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពថ្មីៗរបស់ភាគីថៃតាមបណ្ដោយព្រំដែនដែលត្រូវបានចាត់ទុកថាជាសកម្មភាពឯកតោភាគីនិងផ្ទុយនឹងកិច្ចព្រមព្រៀងរួមតាមសេចក្តីប្រកាសបានឲ្យដឹងថាភាគីថៃបានចាប់ផ្ដើមសាងសង់របងព្រំដែនចាប់តាំងពីថ្ងៃទី2ខែមេសាឆ្នាំ2026នៅចន្លោះបង្គោលព្រំដែនលេខ52ដល់54ដែលគ្របដណ្ដប់តំបន់ស្រុកភ្នំព្រឹកស្រុកសំពៅលូននិងភ្ជាប់ទៅស្រុកកំរៀងក្នុងខេត្តបាត់ដំបងទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់លម្អិតអំពីសម្ភារៈសាងសង់នោះនៅឡើយទេបន្ថែមពីនេះនៅថ្ងៃទី6ខែមេសាភាគីថៃបានដាក់ទង់ជាតិរបស់ខ្លួនលើខ្នងទំនប់ខាងកាតនៃអូទី2ស្ថិតក្នុងសង្កាត់អូស្មាត់ក្រុងសំរោងខេត្តឧត្តរមានជ័យបន្ទាប់មកនៅថ្ងៃទី7ខែមេសាថៃក៏បាននាំក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលទៅកាន់សន្តាគារ Royal Hill និង Royal Osmat ក្នុងខេត្តឧត្តរមានជ័យដោយមានមេបញ្ជាការអាកាសថៃជាអ្នកដឹកនាំសន្តាគារទាំងពីរនេះត្រូវបានគេរាយការណ៍ថាត្រូវបានភាគីថៃគ្រប់គ្រងក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាកាលពីខែធ្នូឆ្នាំ2025ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាសកម្មភាពទាំងនេះគឺផ្ទុយនឹងកិច្ចព្រមព្រៀងបន្ថយភាពតានតឹងនិងរំលោភលើដំណើរការការងាររួមរបស់គណៈកម្មាធិការព្រំដែនរួមហើយបានអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីជាមួយគ្នានេះដែរនៅថ្ងៃទី11ខែមេសាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានទទួលស្គាល់ថាប្រជាពលរដ្ឋមួយចំនួនមានអារម្មណ៍អស់សង្ឃឹមចំពោះដំណោះស្រាយតាមយន្តការទ្វេភាគីប៉ុន្តែលោកបានបញ្ជាក់ថាវាជាជម្រើសសំខាន់ដើម្បីបញ្ជាការប្រយុទ្ធគ្នាឡើងវិញនិងអាចនាំឲ្យមានដំណោះស្រាយបានលឿនជាងការប្រើយន្តការអន្តរជាតិ